ngày nay màធ្វើម្ហូបបែបសុខភាពម្ដងបងប្អូនដែលចូលចិត្តហាត់ប្រាណឬមួយព្យាយាមហូបម្ហូបសុខភាពមើលវីដេអូនេះដឹងត្រូវបាច់ហើយបងប្អូនសាក់ទីមើលថាខ្ញុំធ្វើម្ហូបអីគេថ្ងៃនេះម្ហូបបែបអឺរ៉ុបម្ដងមើលសម្រាប់មុខម្ហូបនេះវិញបើសិនជាបងប្អូនចូលចិត្តហូបត្រីសាវម៉ាន់អីដឹងថាពួកគាត់ស្គាល់ហើយគាត់ថាមើលរូបរាងនឹងក្នុងហាងនឹងរបស់ខ្ញុំគឺរៀងខុសគ្នាបន្តិចដោយសារតែខ្ញុំធ្វើបែបហូបនៅផ្ទះចឹងទៅសាមញ្ញមែនតែរសជាតិឆ្ងាញ់សាហាវប៉ុន្តែជាដំបូងគឺខ្ញុំទៅផ្សារសិនដើម្បីទិញសាច់ទិញបន្លែហើយពេលទៅផ្សារនេះគឺរៀងយប់ដែរអញ្ចឹងទៅមានតែផ្សារទៅនៅនឹងឯងនៅបាតាមផ្សារធម្មតាគឺគេបិទអស់ហើយមុខម្ហូបមួយមុខនេះគឺភាគច្រើនគេយកផ្លែបឺធ្វើប៉ុន្តែខ្ញុំរត់បានសោះបងប្អូនហើយមានតែខ្ចីរកពេញនឹងអត់ឃើញអញ្ចឹងក៏ខ្ញុំយកផ្លែស្វាយមកជំនួសវិញហើយត្រីសាម៉ាន់គឺខ្ញុំអត់ដាក់ទាំងអស់ទេខ្ញុំដាក់តែម្ដុំទូចទៅបានហើយសល់ម្ដុំទៀតគឺហូបថ្ងៃក្រោយនិយាយទៅមិនម្ដុំហ្នឹងខ្ញុំអាចហូបបាន4ដងហើយជាដំបូងហ្នឹងយើងចាប់ផ្ដើមយកសាម៉ាន់ហ្នឹងយកមកកាត់បែកចេញយើងយកតែសាច់សុទ្ធទេហើយចាប់ផ្ដើមហាន់ជាប្រទេសទូចដើម្បីនិយាយទៅគឺយកតម្រងទូចខ្លាំងមែនតើដើម្បីពេលយើងលាយគ្រឿងទៅឲ្យវាចូលជាតិគ្នាល្អហើយសម្រាប់មុខម្ហូបនេះវិញគឺអត់មានត្រូវការចម្អិនអីទេបងប្អូននិយាយទៅកាត់សាច់នឹងឲ្យទូចនៅក្នុងវីដេអូខ្ញុំអញ្ចឹងសម្រាប់មុខម្ហូបដែលខ្ញុំកំពុងតែធ្វើហ្នឹងគេហៅថាសាម៉ាន់តាតាបងប្អូនហាន់ត្រីសាម៉ាន់ហ្នឹងយើងរៀងថ្នមដៃតិចកុំឲ្យវាបែកសាច់ខ្លាំងណាត្រីដែលខ្ញុំទិញមកគឺរៀងថ្មីខ្លាំងអញ្ចឹងទៅនៅរឹងល្អនៅស្រស់ល្អហើយបន្លែខ្ញុំថ្ងៃនេះគឺថា free ហ្មងនិយាយទៅធ្វើតាមក្បាលវ៉ាល់តែបងប្អូនអាចសាកធ្វើតាមខ្ញុំបាននិយាយទៅរសជាតិទៅនេះថាឆ្ងាញ់ខ្លាំងហ្មងសម្រាប់បន្លែរបស់ខ្ញុំថ្ងៃនេះមានតែសក់មានសាឡាដកូនពេញប៉ោះអាទូចនេះកូនពេញប៉ោះហ្នឹងអូយបងប្អូនឆ្ងាញ់សាហាវហ្មងចូលចិត្តហូបលេងគ្រឿងរបស់ម្ហូបហ្នឹងមានដូចជាខ្ទឹមក្រហមក្រូចឆ្មាហើយគ្រឿងសម្រាប់លាយជាមួយត្រីសាម៉ាន់ហ្នឹងខ្ញុំដាក់តែខ្ទឹមក្រហមម្រេចហើយនឹងអំបិលហើយនឹងប្រេងអូលីវពេលយើងដាក់អំបិលបងប្អូនដាក់តែបន្តិចទៅបានហើយដាក់ច្រើនពេកគឺអត់ឆ្ងាញ់ទេចេញប្រៃឡើយដោយសារតែមុខម្ហូបមួយមុខនេះគឺត្រូវការរសជាតិបែបស្រាលសម្រាប់មុខម្ហូបនេះគឺ recommend ឲ្យបងប្អូននៅហាត់ប្រាណឬមួយបងប្អូនកំពុងតែចង់សម្រក់ទម្ងន់អីគឺហូបនឹងត្រូវបាច់ពេលខ្ញុំហូបទៅខ្ញុំអត់មានអារម្មណ៍ថាឡើងគីឡូឬមួយខ្លួនហាមដៃហាមជើងអីទេនិយាយទៅពេលហូបឆ្អែតហើយមានអារម្មណ៍ថាស្រាលខ្លួនហ្មងក្នុងហ្នឹងក៏មានក្រូចឆ្មាដែរបងប្អូនយើងដាក់តែមួយចំណិតទូចទៅបានហើយកំពុងតែភ្លក់នេះមិនទាន់ដាក់ក្រូចឆ្មាផងប៉ុន្តែរសជាតិឆ្ងាញ់បាត់ហើយតម្រុំដាក់ក្រូចឆ្មាទៀតអូយនឹងថារសជាតិឆ្ងាញ់យ៉ាងណាទេម្ហូបនេះគឺធ្វើឲ្យខ្ញុំសប្បាយចិត្តមែនតើបងប្អូននិយាយទៅហូបឆ្អែតហើយអត់មានអារម្មណ៍ថាឡើងគីឡូហើយឡងស្រាលខ្លួនហ្មងថែមគ្រឿងត្រូវរសជាតិហើយខ្ញុំចាប់ផ្ដើមមកដាក់ចាននេះយើងរៀបចំឲ្យស្អាតតិចមកដាក់សាច់ត្រីហ្នឹងទៅម្ដុំគៀនទៅយើងចាប់ផ្ដើមរៀបចំសាឡាត់ដែលខ្ញុំកំពុងតែដាក់ហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនទូចនេះអាហ្នឹងពេលយើងហូបដាក់ចូលមាត់ទៅឡងខ្ទិះហ្មងយើងចាប់ផ្ដើម design មកបន្តិចមករំទៅរកកន្លែងដាក់ពេញប៉ោះឃើញឡងចង់វិលមុខនិយាយទៅច្រឡំអានេះបន្តិចអានោះបន្តិចចឡើងអូយមក design ច្រើនទៅយើងដាក់មុំទៅបានហើយតែបានហូបសិនទៅសម្រាប់សាឡាត់ខ្ញុំមិនមែនមានតែប៉ុណ្្នឹងឯងខ្ញុំនឹងថែមស្វាយទៀតធម្មតាសាឡាត់គឺខ្ញុំមិនដែរហូបជាមួយស្វាយទេប៉ុន្តែលើកនេះចង់សាកហូបជាមួយស្វាយម្ដងមើលថារសជាតិមិនទៅច្រើនពេលខ្ញុំហូបសាឡាត់ខ្ញុំហូបជាមួយផ្លែបឺអញ្ចឹងណាប៉ុន្តែថ្ងៃនេះគឺថារកទិញផ្លែបឺអត់មានទេគេមានដូចគ្នាប៉ុន្តែមានតែខ្ចីគេអត់ទាន់ទុំហ្នឹងយើងដោះស្រាយតាមហ្នឹងទៅយើងយកស្វាយមកដាក់ជំនួសវិញចិត្តតូចមកដើម្បីឲ្យឃើញស្អាតបងប្អូននិយាយមែនអត់ចង់ហ៊ានហូបម្ហូបហ្នឹងទេឃើញស្អាតខ្លាំងពេកថាដាក់នៅលើហឹងសិនសម្រាប់សោសសាឡាត់ខ្ញុំវិញគឺអត់មានអីច្រើនទេបងប្អូនខ្ញុំដាក់ប្រេងអូលីវហើយនឹង vinegar ពណ៌ខ្មៅយកស្រោចលើសាឡាត់ហ្នឹងតិចទៅបានហើយសាកធ្វើហូបទាំងអស់គ្នាឥឡូវមកមើលខ្ញុំហូបម្ដងហូបសមណាបងប្អូនតែហូបអត់ទាន់ឥឡូវយកលភីដួសវិញបានលឿនសម្រាប់រសជាតិសាម៉ាន់តាតារបស់ខ្ញុំថ្ងៃនេះគឺថាឲ្យ10លើ10ហ្មងពេលហូបទៅមានអារម្មណ៍ថាឆ្ងាញ់ហើយឡងស្រាលហ្មងរសជាតិសិនជាធ្វើមួយអាទិត្យហូប2ដងអីក៏ធុញដែរមុខម្ហូបមួយមុខនេះសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា